កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងរោងចក្រកែច្នៃធំជាងគេនៅកម្ពុជានឹងត្រូវបង្កើតឡើងនៅក្នុងខេត្តពោធិ៍សាត់លើផ្ទៃដី1.0ហិកតាជាមួយទុនវិនិយោគប្រមាណ$68លានដែលក្រុមហ៊ុន Sonavit Co. Ltd. របស់កម្ពុជាបានសហការជាមួយក្រុមហ៊ុន Farm Fresh Berhad ដែលជាក្រុមហ៊ុនផលិតទឹកដោះគោធំរបស់ម៉ាឡេស៊ីនិងក្រុមហ៊ុន Alpha Group បង្កើតក្រុមហ៊ុនរួមគ្នាឈ្មោះ Farm Fresh Process ដើម្បីអនុវត្តគម្រោងវិនិយោគដ៏ធំមួយនេះនៅក្នុងស្រុកវាលវែង គម្រោងដ៏ធំនេះនឹងចូលរួមចំណែកយ៉ាងបង្កើតឱកាសការងារជាច្រើនដល់ពលរដ្ឋក្នុងតំបន់ក៏ដូចជាជំរុញវិស័យកសិឧស្សាហកម្មនៅកម្ពុជាផងដែរខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជាដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋនិងជាប្រវត្តិសាស្ត្រថ្មីរបស់ខេត្តក៏ដូចជាសម្រាប់ប្រទេសកម្ពុជាការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងការសាងសង់រោងចក្រកែច្នៃទំនើបនេះត្រូវចំណាយទុនប្រមាណ$68លាន